ឧបត្ថម្ភសាលាខ្ញុំសូមទទួលស្វាគមន៍ដល់ចិនស្មោសសូមលើកដៃជូនពរសេរីបបរនឹងใจជំនះបាទបាទចង់ជួបពូឥឡូវបានជួបហើយតែដៃម្ដង3ដង3ដងអត់ឡើងធ្វើម៉េចធ្វើជួបបងយើងធ្វើម៉េចបាទទៅសួរកូនបាទឆ្លាតបាទបងប្អូនខ្ញុំមកសាលាបាទលោកគ្រូសូមជម្រាបសួរលោកគ្រូបាទលោកអ៊ំម្ដងទៀតខ្ញុំបានជួបពួកគាត់ជាលើកទី2ដោយសារតែវគ្គមុនខ្ញុំមកម្ដងហើយខ្ញុំបានឧបត្ថម្ភបាទពេលនោះបានមករៀនរៀនេះគឺសែបដែលលោកអ៊ំគាត់ជាគណៈកម្មការគាត់បាទគឺបាទជជែកជាមួយលោកគ្រូនាយកបាទលោកគ្រូអ្នកគ្រូនៅក្នុងសាលាថាគាត់ចង់ចូលរួមធ្វើម៉េចបានសែបឲ្យក្មេងឈរតម្រង់ជួរស្រួលគ្រប់ទងជាតិពេលភ្លៀងអីកុំឲ្យមានលក្ខណៈថាល្បាប់ឬក៏ថុកដែលពួកគាត់ពិបាកពីច្រើនពេលដែលមានភ្លៀងគឺដីក្រហមមានល្បាប់មានភក់អញ្ចឹងទៅគាត់ពិបាកឈរអញ្ចឹងគាត់ធ្វើនេះដូចនៅក្នុងវីដេអូមុនប៉ុណ្ណាគឺការធ្វើរបស់ពួកគាត់គឺគាត់អត់មានលុយទេគាត់ទៅដាក់ជាងដើម្បីឲ្យជាងមកធ្វើឲ្យដើររៀបបច្ច័យចូលរួមហើយចូលរួមទៅការធ្វើអស់12លានបានអ៊ំលោកគ្រូ12លាន50ម៉ឺនជាង12លាន50ម៉ឺនហើយក៏រៀបបច្ច័យបាន8លាន40ម៉ឺនជាង40ម៉ឺនជាងបាទហើយខ្ញុំបានឧបត្ថម្ភ1លានរៀលអញ្ចឹងបាន9លាន40ម៉ឺនជាង40ម៉ឺនជាងហើយបន្ទាប់ពីការចូលរួមឧបត្ថម្ភដល់គ្រូបាទរបស់បងអូនខាងក្រុមហ៊ុនកំណត់សម្រស់រួចអញ្ចឹងបានអតីតសិស្សដូចជាបងប្អូនយើងសប្បុរសជននៅជិតឆ្ងាយបានចូលរួមតាមរយៈផេកសាលារៀនហ្នឹងបាន90ម៉ឺនជាង90ម៉ឺនជាងទៀត90ម៉ឺនជាងអញ្ចឹងបូកស្រុបទៅឥឡូវនៅខ្វះតែ2លានជាងគ្រូខ្វះតែ2លានជាងទេឥឡូវខ្ញុំថាឥឡូវចាំពេលដែលខ្ញុំមកម្ដងទៀតខ្ញុំមកប្រគ្រប់បាទឥឡូវយកលុយមកប្រគ្រប់បាទមកប្រគ្រប់ហើយបងប្អូនខ្ញុំមកគឺខ្ញុំចុះពីលើឡានមកបាទចុះពីលើឡានមកបាទឃើញក្មួយធ្វើឲ្យខ្ញុំគឺរំភើបខ្លាំងមែនតើរំភើបខ្លាំងគឺគាត់បាទក្មួយខ្លាំងថាចង់ជួបលោកពូយូរហើយឥឡូវពូឧបត្ថម្ភម្នាក់5000រៀលសប្បាយចិត្តទេអូខេអញ្ចឹងគឺក្មេងៗនៅទាំងអស់ម្នាក់5000រៀលអញ្ចឹងរាប់គ្នាប្រហែលពូឧបត្ថម្ភម្នាក់5000ហើយចាំយកលុយពីលោកគ្រូព្រោះអីពូអត់មានលុយរៀលទេអូខេយកអត់សប្បាយចិត្តអត់รับចូលครับចេះឥឡូវគ្រូប្រាប់មួយហៅផ្សាយមួយពេលលើលើដោយសារតែទឹកចិត្តនៃក្តីស្រឡាញ់បងណាបាទគឺពេលដែលឃើញពួកគាត់បែបនេះគឺខ្ញុំរំភើបខ្លាំងមែនទែនលក្ខណៈថាខ្ញុំក៏ធ្លាប់ជាកូនអ្នកអត់ជាកូនអ្នកលំបាកនៅតាមស្រុកភូមិដូចគ្នាប៉ុន្តែដោយសារតែបាទការតាំងចិត្តមួយដែលខ្ញុំគិតថាខ្ញុំនឹងជាចំណែកនៃសង្គមជាតិមួយហ្នឹងនៃប្រទេសជាតិមួយហ្នឹងធ្វើម៉េចខ្ញុំខ្លាចជាចំណែកមួយដែលជួយសង្គមជាតិហ្នឹងអញ្ចឹងខ្ញុំខិតខំប្រឹងប្រែងបាទខិតខំប្រឹងប្រែងរកស៊ីខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯងរហូតដល់ខ្ញុំពេលនេះខ្ញុំវាមិនទាន់ជានេះទេប៉ុន្តែខ្ញុំមានលទ្ធភាពដែលអាចជួយបានអញ្ចឹងខ្ញុំនឹងជួយបាទខ្ញុំនឹងជួយហើយការធ្វើនេះសង្ឃឹមថាសម្រាប់បងប្អូនដែលគាត់មានជីវភាពទូធាគាត់មានជីវភាពទូធាហើយបាទបើសិនជាយើងអាចរំលែកលុយដែលយើងមាននឹងមកជួយទីកន្លែងកំណើតរបស់យើងមិនថាចាប់ជាផ្លូវមិនថាទៅសាលារៀនកន្លែងហ្នឹងគឺសិតតែជាកន្លែងដែលមានប្រវត្តិជួយចត់ជាកន្លែងដែលធ្វើឲ្យយើងមានថ្ងៃហ្នឹងអញ្ចឹងសង្ឃឹមថាបងប្អូនបាទដែលគាត់ឃើញបាទនៅសាលានេះគឺនៅសាលាធម្មសិក្សាសុកអានស្លែងបាទធម្មសិក្សាសុកអានស្លែងបាទនៅខាងស្រុកបាទរីវងស្រុកភូមិកោកព្រិចស្រុកគិរីវង្សឃុំគោកព្រិចភូមិតាពាងភូមិស្លែងភូមិស្លែងគ្រូភូមិស្លែងបាទភូមិស្លែងភូមិកោកព្រិចស្រុកបាទអញ្ចឹងមានតែបងប្អូនបាទចូលរួមគ្នាទេទៅប្រទេសជាតិយើងរីកចម្រើនបើសិនជាបាទលក្ខណៈថាការធ្វើយើងរំពឹងទៅបុគ្គលណាម្នាក់គឺភាពរីកចម្រើនទៅអត់រួចទេទោះយើងរួមគ្នាតិចច្រើនយើងចូលរួមទៅបាទហើយខ្ញុំសាលាដោយខ្ញុំបានបញ្ជាក់មួយលោកគ្រូអញ្ចឹងទោះបីខ្ញុំអត់បានរៀននៅក្នុងសាលាបាទទីក្តៅប៉ុន្តែបាទលោកអ៊ំគណៈកម្មការគាត់មកគាត់សុំហ្មងបាទលោកអ៊ំបាទគាត់មកគាត់ថាក្មួយអី
ឥឡូវអ៊ំសុំក្មួយបន្តិចឲ្យក្មួយជួយដោយសារតែសាលាខ្វះខាតបាទខ្វះខាតហ្នឹងគឺមិនធម្មតាប៉ុន្តែគឺជាពាក់គេពួកគាត់អត់មានកញ្ចប់លុយណាដែលអាចធ្វើបានទេប៉ុន្តែគាត់ទៅជាពាក់ជាងឲ្យជាងធ្វើអីសិនឥឡូវថ្ងៃហ្នឹងគឺរួចរាល់ឥឡូវសួរលោកគ្រូនិងលោកអ៊ំវិញអារម្មណ៍មិនដែរពេលដែលរួចរាល់លេងជាពាក់គេអញ្ចឹងតាក់តងកន្លែងសាលាហ្នឹងបាទអារម្មណ៍ដំបូងនិយាយពីដំបូងការខិតខំប្រឹងប្រែងធ្វើរបស់គាត់ហ្នឹងគាត់មកឃើញសាលារៀនអញ្ចឹងគាត់ចង់ក្តីស្រឡាញ់របស់គាត់ពូក្មេងៗដូចអូនអញ្ចឹងថាក្តីស្រឡាញ់ឲ្យគាត់ចង់ឲ្យកន្លែងនេះមានការវិវត្តគាត់មកជំនុំគ្នាថាបើគិតធ្វើអញ្ចេះឥឡូវចំណាយលុយអស់ប្រមាណអញ្ចឹងខ្ញុំក៏គិតជាមួយគាត់ហើយគាត់ក៏បានគិតបានមួយសប្តាហ៍ចាប់ផ្ដើមធ្វើអត់មានលុយនៅក្នុងដៃទេបាទលោកគ្រូបាទដូចវីដេអូមុនអញ្ចឹងគឺគាត់រៀបចំក្រុមការងាររបស់គាត់រលុយរកកាក់អញ្ចឹងដល់ពេលធ្វើទៅហើយនៅជាពាក់គេជាពិសេសពូប្រធានឲ្យគាត់ភ័យគាត់ភ័យអារម្មណ៍អញ្ចឹងថាឥឡូវកុំតាណាព្រួយអញ្ចឹងក៏បានជាតាក់ទងតាមរយៈសប្បុរសជនឬក៏បងប្អូននៃធ្លាប់ស្គាល់អញ្ចឹងដល់ថ្ងៃមួយនេះជួបអូនចុះមកនៅទាំងព្រីអញ្ចឹងពូក៏ទៅអញ្ចឹងទៅលឺសូមមិនដឹងមកខ្ញុំនេះសប្បាយចិត្តបាទសប្បាយចិត្តដល់ពេលនេះមកថ្ងៃមុនហ្នឹងហើយឋានជួយកញ្ចប់នេះឲ្យបានហើយអញ្ចឹងក៏រត់តែសប្បាយចិត្តឯគាត់ក៏សប្បាយចិត្តបានអមហ្នឹងហើយម្យ៉ាងទៀតដល់ពេលបានគំនិតជួយបំផុសពីបងអូនអញ្ចឹងទៅបានអ្នកសប្បុរសជនឬអតីតសិស្សគាត់ចូលរួមបានថវិកាមកចិត្ត1លានដែរបាទរួមផ្សំគ្នាអញ្ចឹងមានថាការអភិវឌ្ឍការធ្វើឲ្យកន្លែងមួយមានការអភិវឌ្ឍលុះត្រាណាតែយើងចូលរួមជួយគ្នាទាំងគំនិតទាំងថវិកាទាំងសម្ភារៈបាទលោកគ្រូបាទហើយថ្ងៃនេះបានមកអញ្ចឹងគឺសប្បាយចិត្តហើយរីករាយត្រេកអរថាជាកន្លែងនេះជាកន្លែងសម្រាប់ដំដាលនៅធនធានមនុស្សសម្រាប់ជាទូទាំងបាទជាតិបាទហើយបានបងប្អូនជួយចូលរួមក្នុងថ្ងៃនេះហើយក៏ដូចជាកាលពីថ្ងៃមុននោះបាទធ្វើឲ្យពួកខ្ញុំនេះកាន់តែមានទឹកចិត្តឃ្លាវខ្លាខ្លាំងថែមទៀតសម្រាប់ជួយក្មេងៗបណ្ដុះបណ្ដាលបង្ហាត់បង្រៀនវាឲ្យខ្លាយទៅជាទូទាំងដ៏ល្អសម្រាប់ប្រទេសជាតិបាទលោកគ្រូហើយក៏សូមជូនពរដល់បងប្អូនទាំងក្រុមហ៊ុនក្រុមការងារទាំងអស់បាទកាន់តែរីកចម្រើនហើយជួបពរព្រះ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្រាឡើយបាទលោកគ្រូសាធុលោកគ្រូបាទអរគុណខ្លាំងណាស់បាទលោកគ្រូអញ្ចឹងលោកគ្រូអ្នកគ្រូនៅសាលាមានប្រមាណអ្នក15នាក់បាទអញ្ចឹងលោកគ្រូអ្នកគ្រូខ្ញុំឧបត្ថម្ភម្នាក់ 50000 បាទហើយគណៈកម្មការ13នាក់ទៀតបាទអញ្ចឹងគណៈកម្មការ13នាក់បាទលោកគ្រូអ្នកគ្រូ15នាក់បាទច្រើនដែរនៅនេះបាទអញ្ចឹងមុនណាគឺលោកគ្រូអ្នកគ្រូនៅនេះគឺច្រើនបាទអញ្ចឹងលោកគ្រូអ្នកគ្រូម្នាក់ 50000 និងគណៈកម្មការម្នាក់ 50000 អញ្ចឹងគឺ15នាក់បាទបូកនឹង13បាទ28អូនសុំបូកមកបាទអញ្ចឹងមិនខូចមួយរាប់បានអ្នក14បាទមកគ្រប់ឲ្យហើយណាមកហើយបាទ114បាទអរគុណច្រើនហើយ អញ្ចឹងស្មើ1លានតែ10 20 ស្រុកគ្រីវងឃុំកោកព្រៃឃុំកោកព្រៃស្រុកគ្រីវង50បាទ60 70 80 90 100លោកគ្រូ1លាន10 20 30 40នេះគឺលុយរបស់លោកគ្រូនិងគណៈកម្មការហើយលុយសាលាខ្ញុំឧបត្ថម្ភបាទបាទ10 20 30 40 50 60 70 80 90 100លានលោកគ្រូ1លាន10 20 30 40 4លានជាងឲ្យបានជួយមកបានមាននៅសល់បានតែ2លាន8តិចជួយទេបាទ100ក្រៅបាទអញ្ចឹងខ្ញុំជួយ2លាន50,000សាលាណាបាទបាទសบายបានសងគេរួច
ពីលៀន50,000គឺសាលាបាទសាលាគ្រូបាទអញ្ចឹងសិស្សសាស្ត្របាននេះ100ម៉ានបាន130ចឹង65,000មកដល់ហើយបងប្អូនយកដល់នេះ កូនមកគ្រប់ហើយ ហើយបានមកហើយមិនមក 130 មុខហើយ10 20 30 132ហើយ សរសាមអ្នក5000មកបាទទៅ70,000 61,000អញ្ចឹង70,000 10 20 30 40 50 60 70,000លោកគ្រូចឹងចាំលោកគ្រូជួយបាទដោលុយជូនបងប្អូនផង បាទ សប្បាយចិត្តទេពូប្រាប់រឿងមួយ ប្រាំងរៀន ក្មួយចង់មានលុយច្រើនទេចង់សួរថាពូពីមុនពូមានចង់ដឹងថាពូពីមុនមានឬក្រហ៎ចង់ដឹងអូខេពីមុនគឺពូក្រប៉ុន្តែឥឡូវគឺពូអាចមានឱកាសអាចនឹងមានលុយមានក្រុមហ៊ុនមានអាជីវកម្មខ្លួនឯងដោយសារតែពូបានគោរពតែគោលការណ៍3ដល់ពេលពូនៅរៀនណាទី1គឺកូនល្អឥឡូវកូនល្អនៅបាទទី2សិស្សល្អបាទទី3បិទល្អបាទអញ្ចឹងគឺពូគោរព3ហ្នឹងពេលដែលពូនៅរៀនពូអត់ខ្វល់ថាមិត្តភក្តិណាធ្វើបាបពូទេហើយពូអត់ខ្វល់ណាធ្វើបាបពូទេសំខាន់បំផុតគឺពូគោរពច្បាប់3ហ្នឹងពូបង្រៀនខ្លួនឯងជាមួយនឹងច្បាប់3ហ្នឹងរហូតយល់ឪពុកម្ដាយអត់ដែលធ្វើគាត់បាក់ចិត្តទេគឺស្ដាប់គាត់លោកគ្រូអ្នកគ្រូគាត់បរៀនគឺយើងយកចិត្តទុកដាក់អញ្ចឹងពូរៀនរហូតដល់ពូរៀនចប់ដល់ពេលពូរៀនចប់ពូចាប់ផ្ដើមចេញរកស៊ីយើងវាមិនទាន់មានឱកាសមានទេតែយើងអត់ធ្មត់យើងតស៊ូយើងចេះខំប្រឹងណាពេលដែលយើងអត់លុយយើងកុំចង់បានលុយលឿនពេកតែចង់បានលុយលឿនគឺយើងដើរខុសផ្លូវឯងតោះណាគឺយើងធ្វើមួយជំហានទៅមួយជំហានឌូងើបយើងចាប់ផ្ដើមពីតូចប៉ុន្តែយើងគិតឲ្យធំតោះណាយើងគិតឲ្យធំណាយើងចង់ធ្វើធំប៉ុន្តែយើងនៅតូចយើងចាប់ផ្ដើមពីតូចកុំចង់ធ្វើធំយើងធ្វើធំទៅហ្មងតែអត់រួចទេតោះណាអញ្ចឹងក្មួយពេលដែលយើងមានបានហើយកុំភ្លេចណាទីកន្លែងកំណើតជាពិសេសគឺសាលារៀនដែលបដោះយើងយល់ទេដើម្បីឲ្យក្មេងចំនួនក្រោយឬក៏បងប្អូនរបស់យើងគាត់យកគំរូតាមអញ្ចឹងគាត់ថាយើងអាចខ្លាចជាអ្នកមានណាដោយពូយើងពូអាចខ្លាចជាអ្នកមានណាប៉ុន្តែលោកគ្រូអ្នកគ្រូគាត់អត់មានទេឃើញទេគាត់អត់មានទេគាត់នៅតែប៉ុណ្្នឹងជួនកាលសិស្សខ្លះជីកបុកគាត់ទៀតប្រយ័ត្នណាប្រយ័ត្នធំឡើងភ្លេចគុណគ្រូមកជុំឲ្យងុំរករឿងគ្រូទៀតប្រយ័ត្នមានបែបហ្នឹងអត់មានណាហ្នឹងហើយអញ្ចឹងខំប្រឹងស៊ូណាមានទាំងអស់គ្នាយល់ទេបាទយកនេះទៅដូរ អញ្ចឹងបងប្អូនខ្ញុំមានវីដេអូប៉ុណ្ណឹងបាទអូបាទអ៊ំបាទទាំងអស់គ្នា បាទអ៊ំបាទ ទៅដូរផ្លេ លេងបរមីដែលគាត់ឆ្លែកតែខ្លាបកែសាក់ទឹកទឹកទៅឲ្យតាមខែសាមួយទាំងអស់ឲ្យរស់ស៊ីមានតាមដើម្បីនឹងមានថ្ងៃមុខនាំមកជួយធ្វើបត់ឆ្លែកយើងទៀតបាទលោកអ៊ំបាទសាធុអ៊ំបាទសាធុ នឹងគេសម្ដែងច្រើនសា បាទអ៊ំបាទ ពេលស្មារយើងហ្នឹង បាទ គ្រូឃើញមើលទៅគ្រូល្អណាស់ បាទអ៊ំបាទជួយមែននៅកន្លែងបានយើងជួយតាមប្រទេសឃើញមើលតាម បាទលោកគ្រូបាទគឺខ្ញុំផ្ដោតបាទសំខាន់ប៉ុតគឺសាលារៀន បាទ ហើយនឹងក្មេងៗគឺជាតំពាំងបាទព្រោះឲ្យខ្ញុំពីមុនតើមាន5បានតែ500លោកគ្រូខ្ញុំសប្បាយចិត្តណាស់អត់ភ្លេចគុណគាត់ទេ កលគ្រូបានមកពីចៅដែរ បាទអរគុណបាទអរគុណបាទ ខ្ញុំមកបានខ្ញុំ ស្គាល់ពូនៅចឹងចង់ឲ្យខ្លាយទៅជាអ្នកជួយដូចពូដែរអត់ថ្ងៃក្រោយចឹងកូនត្រូវធ្វើអីខំរៀនត្រូវធ្វើអីគេមិញ3ល្អចឹងហ៎ចឹងខិតខំប្រឹងប្រែងទាំងអស់គ្នាហើយដើម្បីជួយប្រទេសជាតិរបស់យើងណាកូនណា បាទ ជួយប្រទេសជាតិ បាទខ្ញុំទៀតឯមួយចឹងមិនបញ្ចប់